បាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្តបាងកករលំនៅកន្លែងខ្លះគេប្រើពាក្យបាត់ដំបងរលំមកជំនួសពាក្យបាងកករលំមិនដឹងជាក្នុងបំណងណាទេបានជាគេនាំគ្នាដូរពាក្យបាងកកមកជាពាក្យបាត់ដំបងវិញនោះប៉ុន្តែបើតាមការសម្គាល់មើលពាក្យដែលប្រើនៅក្នុងពាក្យទំនាយខាងលើនេះគេលើកយកឈ្មោះរាជធានីឬរដ្ឋធានីរបស់នគរនីមួយៗយកមកប្រើក្នុងប្រស្នានោះម្យ៉ាងទៀតពាក្យបាត់ដំបងហាក់បីដូចជាមិនសមស្របទៅនឹងអត្ថន័យរបស់ពាក្យថារលំពីព្រោះគេប្រើពាក្យរលំសម្រាប់សំដៅទៅរករាជធានីឬរដ្ឋធានីដែលជាទីតាំងរបស់រាជរដ្ឋាភិបាលក្នុងរាជអង្គណាមួយឬក៏ប្រទេសណាមួយដូច្នេះគួរឬពុំគួរសូមលើកយកពាក្យបាងកករលំយកមកប្រើសម្រាប់ការបកស្រាយសុភាសិតខាងលើនេះជូនសន្តាប់ដូចតទៅបាងកកជាឈ្មោះរបស់រាជធានីនៃព្រះរាជាណាចក្រថៃឡង់នាសម័យបច្ចុប្បន្នរលំមានន័យថាដេកដួលទាំងជំហរលេងដំណើរការទៅមុខធ្លាក់ងារធ្លាក់តំណែងអស់លក្ខបើចំពោះនគរឬប្រទេសត្រូវតែមានការប្រែប្រួលដោយការផ្លាស់ប្ដូររបបដឹកនាំបើចំពោះស្ដេចកំពុងគ្រងរាជ្យត្រូវអស់អំណាចអស់បុណ្យឬអស់លក្ខបើចំពោះរាជវង្សរបស់ស្ដេចដែលកំពុងសោយរាជ្យក៏ត្រូវចប់រជ្ជកាលរបស់ពូជពង្សវង្សត្រកូលស្ដេចអង្គនោះបាងកករលំចាស់បុរាណចង់ប្រាប់យើងថានៅពេលពាក់កណ្ដាលសាសនាឈានមកដល់ព្រះរាជាណាចក្រថៃឡង់ត្រូវតែមានការប្រែប្រួលដោយការផ្លាស់ប្ដូររបបមេដឹកនាំឬការផ្លាស់ប្ដូរអ្នកដឹកនាំដោយសារមានការចប់ទៅនឹងរជ្ជកាលរបស់ស្ដេចអង្គនោះដែលកំពុងសោយរាជ្យឬត្រូវចប់រជ្ជកាលរបស់ពូជពង្សវង្សត្រកូលរបស់ស្ដេចបច្ចុប្បន្នបើតាមការបកស្រាយរបស់អ្នកឯកទេសខាងផ្នែកនយោបាយប្រទេសថៃគេបានបញ្ជាក់ថាប្រទេសថៃត្រូវជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយកើតមានសង្គ្រាមស៊ីវិលរបស់ពួកថៃអាវលឿងថៃអាវក្រហមនិងពួកមេទាហានដែលនៅពេលដែលស្ដេចកំពុងសោយរាជ្យទ្រង់ចូលទីវង្គតផុតនៅពេលខាងមុខភ្នំពេញរលាយភ្នំពេញជាឈ្មោះរបស់រាជធានីនៃព្រះរាជាណាចក្រកម្ពុជាសម័យបច្ចុប្បន្នរលាយមានន័យថាការប្រែរូបភាពពីរឹងមកជាទន់វិនិច្ឆ័យអន្តរាយខូចខាតបង់រលាយទ្រព្យរលាយខ្លួនពាក្យរលាយបើប្រើចំពោះទីក្រុងរាជធានីត្រូវទទួលការវិនិច្ឆ័យអន្តរាយខ្ទេចខ្ទាំមើលលែងស្គាល់បើតាមការបកស្រាយរបស់អ្នកឯកទេសខាងផ្នែកនយោបាយប្រទេសកម្ពុជាគេបានបញ្ជាក់ថាប្រទេសកម្ពុជាជាប្រទេសមួយក្នុងតំបន់ដែលកំពុងត្រូវរងទទួលការវាយទីនិងការជ្រៀតជ្រែកនយោបាយពីសំណាក់បណ្ដាប្រទេសនៅជុំវិញខ្លួនដែលជាហេតុបង្កឲ្យកើតមានជម្លោះក្នុងតំបន់រវាងចិនយួននិងថៃនាថ្ងៃអនាគតខាងមុខព្រៃនគរខ្ចាត់ខ្ចាយព្រៃនគរជាឈ្មោះរដ្ឋធានីខ្មែរសម័យបុរាណតែបច្ចុប្បន្នជារដ្ឋធានីទី2របស់ប្រទេសវៀតណាមប្រហែលតាំងពីសម័យបុរាណមិនមានឈ្មោះថាសៃហ្គនឬហូជីមិញទេខ្ចាត់ខ្ចាយបានន័យថារប៉ាត់រប៉ាយបែកវងលែងនៅជួបជុំគ្នាដូចមុនព្រៃនគរខ្ចាត់ខ្ចាយចាស់បុរាណលោកចង់សម្ដៅទៅរកពួកអ្នកកាន់រដ្ឋអំណាចត្រូវបានរត់ចោលជួរបែកវងរប៉ាត់រប៉ាយគ្មាននៅសល់ម្នាក់ឡើយយើងអាចបកស្រាយតាមការវិភាគនយោបាយតំបន់ដំណើរឆ្ពោះទៅទិសខាងលិចក្នុងបំណងបង្កើតសហព័ន្ធឥណ្ឌូចិនដាក់នៅក្រោមការដឹកនាំរបស់ប្រទេសវៀតណាមតែមួយគត់ច្បាស់ជាត្រូវជួបឧបសគ្គដ៏ធំធេងមួយដោយត្រូវប៉ះទង្គិចជាមួយនឹងប្រយោជន៍របស់ប្រទេសចិនដែលកំពុងមានមហិច្ឆតាពង្រីកនិងពង្រឹងឥទ្ធិពលមហាអំណាចចិនផងដែរដោយមានគម្រោងវាយទីមកលើតំបន់អាស៊ីប៉ែកអាគ្នេយ៍ទាំងដែនទឹកនិងទាំងដែនគោកដូចជាប្រទេសភូមាលាវខ្មែរដោយពាក្យបុរាណលោកបានពោលថាចិនស្ពាយគម្ពីរលីរោគព្រះបាទធម្មករាជនៅថ្ងៃអនាគតខាងមុខសប្បាយអង្គរវត្តសប្បាយជាសភាវៈគួរជាទីសោមនស្សរីករាយដោយមានការពេញចិត្តអង្គរវត្តជាឈ្មោះរបស់អតីតរាជធានីនៃព្រះរាជាណាចក្រកម្ពុជានាសម័យមហានគរសប្បាយអង្គរវត្តចាស់បុរាណលោកចង់និយាយប្រាប់កូនចៅជំនាន់ក្រោយយើងថាព្រះរាជាណាចក្រកម្ពុជានាសម័យមហានគរដែលធ្លាប់មានរាជធានីនៅអង្គរវត្តនិងដែនសីមាខាងជើងជាប់ប្រទេសចិនខាងលិចជាប់ប្រទេសភូមាខាងត្បូងជាប់ប្រទេសម៉ាឡាយូនិងសមុទ្រខាងកើតជាប់នឹងសមុទ្រទៅថ្ងៃអនាគតខាងមុខត្រូវបានបែងចែកជានគរតូចៗដូចជាប្រទេសថៃ
មានរាជធានីឈ្មោះបាងកកប្រទេសកម្ពុជាបច្ចុប្បន្នមានរាជធានីឈ្មោះភ្នំពេញនិងប្រទេសវៀតណាមមានរដ្ឋធានីឈ្មោះហូជីមិញគឺព្រៃនគរប៉ុន្តែនៅពេលដែលពាក់កណ្ដាលសាសនាឈានចូលមកដល់ប្រទេសទាំង3នោះត្រូវជួបវិបត្តិជម្លោះផ្ទៃក្នុងផងនិងវិបត្តិជម្លោះព្រំដែនផងដោយសារការវាយទីរវាងប្រទេសមួយមកប្រទេសមួយទៀតដែលជាហេតុបណ្ដាលឲ្យមានកើតសង្គ្រាមផ្ទុះឡើងក្នុងតំបន់ភូមិភាគអាស៊ីទាំងមូលដោយពាក្យចាស់លោកហៅថាឈាមដាបពោះដំរីទន្លេ4មុខទីក្រុងនៃប្រទេសទាំង3ត្រូវជួបនៅសេចក្តីវិនាសមហន្តរាយយ៉ាងធ្ងន់ធ្ងរជាទីបំផុតដូចមានក្នុងពាក្យទំនាយការទស្សន៍ទាយបុរាណបានចែងថាបាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្តដូច្នេះទីកន្លែងដែលគេចផុតអំពីភ្លើងសង្គ្រាមឈាមដាបពោះដំរីទន្លេ4មុខគឺនៅអង្គរវត្តដែលជាអតីតរាជធានីនៃព្រះរាជាណាចក្រកម្ពុជានាសម័យមហានគរអង្គរវត្តគឺជាកន្លែងដែលគួរឲ្យរីករាយជាទីពេញចិត្តនិងគួរឲ្យជាទីសុខក្សែមក្សាន្តរបស់មហាជនគ្រប់រូបនាថ្ងៃអនាគតកាល